នៅព្រឹកថ្ងៃទី25ខែឧសភា2026នេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីអបអរសាទរខួបលើកទី163ទិវាកាកបាទក្រហមនិងអត្តច័ន្ទក្រហម8ឧសភា2026ក្រមប្រធានបទរួមកម្លាំងគ្នាដើម្បីសប្បុរសធម៌ដែលពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពអាយដាមដិតទីណាប្រធានកិត្តិយសកាកបាទក្រហមនិងអត្តច័ន្ទក្រហមខេត្តបន្ទាយមានជ័យនិងមានការចូលរួមពីអាយដាមអ៊ុំរាត្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាទរួមទាំងសមាជិកសមាជិកាសប្បុរសជនភ្ញៀវជាតិអន្តរជាតិសិស្សានុសិស្សបានចូលរួមយ៉ាងច្រើនកុះករអាយដាមអ៊ុំរាត្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានលើកឡើងថានៅឆ្នាំ2026នេះក៏ដូចជាឆ្នាំមុនដែលសាខាកាកបាទក្រហមខេត្តបានប្រារព្ធពិធីនេះទៅតាមពេលវេលានិងលទ្ធភាពរបស់សាខានៅក្នុងគោលបំណងរំលឹកបាទដល់ការបង្កើតចលនាកាកបាទក្រហមនិងអត្តច័ន្ទក្រហមក្នុងឆ្នាំ1863និងជាខួបលើកទី71នៃការបង្កើតកាកបាទក្រហមកម្ពុជាទន្ទឹមជាមួយគ្នានេះក៏មានក៏ជាឱកាសដែលសាខាស្វែងរកការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលតែងតែបរិច្ចាគនៅអំណោយជាសម្ភារៈនិងថវិកាផ្ទាល់ខ្លួនតាមរយៈតាមលទ្ធភាពនិងសមានចិត្តជ្រះថ្លាប្រកបដោយការស្ម័គ្រចិត្តដើម្បីសាខាមានធនធានសម្រាប់បន្តបេសកកម្មមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយចំនួនព្រំដែននិងវិបត្តិផ្សេងៗនិងពុំមានការរើសអើងបែងចែកពូជសាសន៍ជំនឿសាសនាឬនិន្នាការនយោបាយឡើយអាយដាមដិតទីណាប្រធានកិត្តិយសកាកបាទក្រហមនិងអត្តច័ន្ទក្រហមបានមានប្រសាសន៍វាតម្លៃនិងកោតសរសើរខ្ពស់ចំពោះបងប្អូនសប្បុរសជននៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់ដែលតែងតែរួមគ្នាជាធ្លុងមួយក្នុងការសាមគ្គីគៀងគោថវិកានានាដើម្បីជួយឧបត្ថម្ភដល់កាកបាទក្រហមនិងអត្តច័ន្ទក្រហមក្នុងពេលនេះដើម្បីយកថវិកាទាំងអស់នេះជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយប្រការផ្សេងៗផងដែរអាដាមប្រធានកិត្តិយសកាកបាទក្រហមនិងអត្តច័ន្ទក្រហមបានបន្តថាសកម្មភាពមនុស្សធម៌ទាំងអស់នេះគឺបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋគ្រប់រូបដោយការងារមនុស្សធម៌នៅពេលដែលបងប្អូនជួបនៅគ្រោះមហន្តរាយនានាដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទាំងអស់នោះឲ្យមានជីវភាពល្អប្រសើរនៅក្នុងគ្រាដែលបងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះនិងកំពុងជួបបញ្ហាលំបាកខ្វះខាតគឺកាកបាទក្រហមតែងតែជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងមិនឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយគ្មានអាហារនោះឡើយដោយមិនប្រកាន់នៅនិន្នាការនយោបាយអ្វីទាំងអស់នោះឡើយឲ្យតែជាប្រជាពលរដ្ឋខ្មែរទន្ទឹមនឹងនោះដែរអាដាមប្រធានកិត្តិយសកាកបាទក្រហមនិងអត្តច័ន្ទក្រហមបានសម្ដែងនៅការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសប្បុរសជននៅក្នុងខេត្តដែលតែងតែចូលរួមកម្លាំងសាមគ្គីនៅក្នុងការរួមចំណែកឧបត្ថម្ភនៅថវិកាផ្សេងៗសម្រាប់ជួយដល់កាកបាទក្រហមដើម្បីជួយដល់ការងារមនុស្សធម៌ផងដែរសូមបញ្ជាក់ថាក្នុងនោះថវិកាដែលប្រមូលបានពីការគៀងគររបស់សប្បុរសជនជាបឋមបានចំនួនជាង18,000 $18,000 ផងដែរបាទ